Nè đừng mơ videoមួយនេះស្គាល់ស្លឹកនេះអត់ហើយបើសិនជាស្គាល់ចូលខមមិននៅក្រោមវីដេអូហ្នឹងតិចមើលខ្ញុំចង់ដឹងឥឡូវខ្ញុំទុកពេលអី3វិនាទី1 2 3តើឥឡូវខ្ញុំប្រាប់បណ្ដោយទៅសម្រាប់ស្លឹកហ្នឹងផងដែរគេហៅថាស្លឹកថ្នាំកតាបដែលស្លឹកថ្នាំកតាបហ្នឹងផងដែរភាគច្រើនមាននៅម្ដុំកោះសតិនខេត្តកំពង់ចាមដោយសារថ្ងៃហ្នឹងខ្ញុំមកស្រុកហើយចំទៅដោតថ្នាំកតាបហ្នឹងទៀតដោយលោកតារបស់ខ្ញុំគាត់ធ្វើថ្នាំនឹងដែរដល់ពេលអញ្ចឹងទៅគឺថាត្រូវមិនហ្មងខ្ញុំក៏បានមកជួយលោកតារបស់ខ្ញុំអញ្ចឹងណាពេលទៅដល់អត់មានបានជួយទេបាទដោយសារតែហើយបាទអីហ្នឹងដោយសារតែខ្ញុំទៅហ្នឹងទៅដល់រៀងថ្ងៃដែរអូរៀងអាសៀខ្លាំងដែរស្ដាយដែរហ្នឹងកុំអីខ្ញុំបង្ហាញធ្វើដៃមើលបាត់ហើយសម្រាប់ថ្នាំកតាបនេះផងដែរគឺត្រូវមានអ្នកដោតនិយាយដល់កន្លែងដោតថ្នាំនេះផងដែរគឺថារីម៉ាញការខ្ញុំនៅក្មេងមែនតើខ្ញុំខ្ជិលខ្ញុំនិយាយមែនណាកាលពីក្មេងខ្ញុំអត់ចង់ដោតថ្នាំទេដោយសារតែអង្គុយដោតថ្នាំអង្គុយមើលកន្លែងហើយខ្ញុំពីក្មេងខ្ញុំអត់ចូលចិត្តនៅមើលកន្លែងនេះខ្ញុំចូលចិត្តដើរទៅវិញទៅមកបើទាត់បាល់អីគឺថាខ្ញុំសប្បាយចិត្តនឹងទាត់តែម្ដងតែបើឲ្យខ្ញុំទៅដោតថ្នាំអូខ្ជិលខ្លាំងហើយបើសម្រាប់ខ្ញុំដោតមួយថ្ងៃទៅងាយហ្នឹងបាន1300ចកាអីទេអស់ធំហ្មងហើយសម្រាប់បងខ្លះវិញតែខ្ញុំធ្លាប់ដោតមួយគាត់កាលមុនគាត់ដោតបានប្រហែល1000ចកា2000ចកាអូច្រើនខ្លាំងហ្នឹងវាមែនច្រើនខ្លាំងហ្មងហើយ1000ចកា2000ចកាហ្នឹងបានប្រហែល10000 20000អីទេដោយសារតែ10ចកាហ្នឹងស្មើ100ពីសម្រាប់ឥឡូវនេះគឺថាអាប់ដេតទេបាទ10ចកាស្មើជាមួយនឹង200តែឥឡូវយើងចូលក្នុងវីដេអូរបស់យើងវិញបន្ទាប់ពីគេដោតថ្នាំហើយក៏យកមករៀបជាកើដាក់លើគ្នាដើម្បីចាក់ដាក់នៅក្នុងបតុងហើយសម្រាប់ដាក់ក្នុងបតុងនឹងផងដែរគឺថាលើកទៅដាក់នៅក្នុងឡដើម្បីដុតហើយសម្រាប់ការដុតនេះផងដែរប្រើរយៈពេលដូចជាខ្ទង់5ថ្ងៃទៅ6ថ្ងៃដើម្បីឲ្យថ្នាំកតាបនឹងផងដែរឆ្អិនល្អរបៀបថាវាចេញពណ៌លឿងនេះដូចពណ៌លឿងទាំងអស់នេះអញ្ចឹងហើយបន្ទាប់ពីឆ្អិនពណ៌លឿងនឹងហើយគឺត្រូវរៀបចំដាក់ឲ្យស្រួលដើម្បីស្រួលក្នុងការថ្លឹងដាក់លក់នៅពេលដែលចាប់ផ្ដើមលក់អីចឹងណាហើយអាទាំងអស់ដែលខ្ញុំនិយាយប្រាប់ហ្នឹងវាគឺជា step ចុងក្រោយដែលយកមកហើយមកដោតយើងហ្មងហើយជាមួយនឹងអា step ដែលចាប់ផ្ដើមអីហ្នឹងអត់ទាន់ខ្ញុំអត់ទាន់បាននិយាយទេហើយសម្រាប់ step ហ្នឹងផងដែរគឺថាចាំមើលឆ្នាំក្រោយទេបាទបាយ